នៅលើលោកនេះมันមានអ្នកណាខ្ជិលទេមានតែមនុស្សដែលមិនចង់ទេបាទជំរាបសួរបងប្អូនទាំងអស់គ្នាវិលមកជួបគ្នាសាជាថ្មីនៅក្នុងកម្មវិធីអប់រំកុមារជាមួយនឹងសាលា CMA សាលា CMA ជាសាលាអភិវឌ្ឍខួរក្បាលកុមារដែលមានបទពិសោធន៍ជាង40ឆ្នាំក្នុងការបណ្ដុះបណ្ដាលកុមារមានសមត្ថភាពគិតលេខរហ័សសាលាយើងទទួលសិស្សអាយុចាប់ពី3ឆ្នាំទៅ13ឆ្នាំដោយមានការធ្វើតេស្តនិងរៀនសាកល្បងមុននឹងចូលរៀនជាផ្លូវការបាទនៅថ្ងៃនេះខ្ញុំទទួលបានសំណួរមួយពីមិនដឹងថាបងប្រុសឬបងស្រីទេបាទគាត់សួរថាកូនគាត់ខ្ជិលបាទកូនគាត់ខ្ជិលតើត្រូវធ្វើយ៉ាងណាបាទចំពោះសំណួរដែលថាកូនគាត់ខ្ជិលហ្នឹងតើគាត់ខ្ជិលក្នុងរឿងអ្វីបាទតើគាត់ខ្ជិលនៅក្នុងរឿងអ្វីគាត់ខ្ជិលនៅក្នុងការលេងហ្គេមគាត់ខ្ជិលនៅក្នុងការហូបបាយគាត់ខ្ជិលនៅក្នុងការគេងឬក៏ខ្ជិលនៅក្នុងការសិក្សារៀនសូត្រឬក៏ខ្ជិលនៅក្នុងការជួយធ្វើកិច្ចការងារផ្ទះឬក៏ខ្ជិលក្នុងកិច្ចការងារសាលារៀនតើគាត់ខ្ជិលនៅក្នុងរឿងអ្វីលើសពីការខ្ជិលតើគាត់មានបានធ្វើសកម្មភាពអ្វីដែលជាការជក់ចិត្តដិតអារម្មណ៍ទេដូចជាការចូលចិត្តលេងហ្គេមចូលចិត្តដេកច្រើនចូលចិត្តលេងសើចច្រើនឬក៏ចូលចិត្តដើរកម្សាន្តលេងច្រើនមានទេបាទខ្ញុំមិនដឹងថាតើការខ្ជិលកូនរបស់គាត់ចង់សម្ដៅទៅដល់ការខ្ជិលអ្វីទេក៏ប៉ុន្តែជាទូទៅការខ្ជិលដែលគាត់ចង់សម្ដៅគឺខ្ជិលរៀនសូត្រឬក៏ខ្ជិលនៅក្នុងកិច្ចការងារដែលជាប្រយោជន៍បាទជាទូទៅក្មេងគេតែងតែខ្ជិលរៀនតែងតែខ្ជិលជួយធ្វើកិច្ចការងារផ្ទះនិយាយជារួមគឺខ្ជិលនៅក្នុងកិច្ចការងារដែលគាត់គិតថាជាការងារពិបាកតែផ្ទុយទៅវិញគាត់ចូលចិត្តចំណាយពេលនៅក្នុងការ enjoy បាទនៅក្នុងការរីករាយនៅក្នុងការចូលចិត្តធ្វើអ្វីដែលគាត់ចង់បាទដូចជាគាត់ចូលចិត្តលេងហ្គេមគាត់ចូលចិត្តដើរលេងគាត់ចូលចិត្តលេងសើចច្រើនតែគាត់ខ្ជិលរៀនសូត្រខ្ជិលធ្វើកិច្ចការងារផ្ទះខ្ជិលចូលរួមនៅក្នុងកិច្ចការងារដែលជាប្រយោជន៍នៅក្នុងសង្គមគ្រួសារបាទចឹងសួរថាតើធ្វើយ៉ាងម៉េចបើសិនជាក្នុងករណីកូនរបស់គាត់ខ្ជិលរៀនសូត្រខ្ជិលជួយធ្វើកិច្ចការងារផ្ទះខ្ជិលធ្វើកិច្ចការងារគ្រូដាក់ឲ្យតើត្រូវធ្វើយ៉ាងម៉េចបាទដើម្បីឲ្យគាត់ឈប់ខ្ជិលត្រូវសម្លាប់ភាពខ្ជិលរបស់គាត់តែបន្ទាន់ណាសម្លាប់ភាពខ្ជិលរបស់គាត់យើងធ្វើយ៉ាងម៉េចដើម្បីសម្លាប់ភាពខ្ជិលរបស់គាត់បាទយើងត្រូវរកឲ្យឃើញថាតើកូនរបស់យើងនឹងគាត់ចង់អ្វីជាងគេពិតប្រាកដនៅលើលោកនេះมันមានអ្នកណាខ្ជិលទេមានតែមនុស្សដែលមិនចង់ទេយើងឃើញថាកូនយើងមិនមែនខ្ជិលគ្រប់រឿងណាគាត់ខ្ជិលទៅរឿងណាដែលគាត់មិនចង់តាមែនទេហើយគាត់ឧស្សាហ៍នៅក្នុងរឿងដែលគាត់ចង់ដូច្នេះក្នុងនាមយើងជាអាណាព្យាបាលឬក៏ជាឪពុកម្ដាយហ្នឹងត្រូវសិក្សាស្វែងយល់រកឲ្យឃើញថាតើគាត់ចូលចិត្តអ្វីពិតប្រាកដរកឃើញចំណងរបស់គាត់ចំណងគឺជាធម្មពលនៅក្នុងរាងកាយដែលអាចសម្លាប់ភាពខ្ជិលដែលជាប់កោតនៅក្នុងកោសិការាងកាយរបស់មនុស្សហ្នឹងហើយភាពខ្ជិលហ្នឹងគឺវាកើតចេញពីទម្លាប់ខ្ជិលច្រអូសម្ដងមួយបាទយូរវាខ្លាយទៅជាទម្លាប់វាដោះនៅទម្លាប់ភាពខ្ជិលពេញកោសិកានៅក្នុងរាងកាយរបស់មនុស្សហ្នឹងឧទាហរណ៍ថាគាត់ដេកច្រើនគាត់កាន់តែដេកកាន់តែចង់ដេកឧទាហរណ៍ដូចជាគាត់ហូបច្រើនគាត់កាន់តែហូបកាន់តែចង់ឧទាហរណ៍ដូចជាគាត់លេងហ្គេមគាត់លេងកាន់តែច្រើនគាត់ចង់កាន់តែខ្លាំងគាត់ញៀនកាន់តែខ្លាំងចឹងទម្លាប់ខ្ជិលច្រអូសហ្នឹងគឺវាកើតចេញពីសកម្មភាពម្ដងមួយវាក៏កើតទៅជាពុជនៃទម្លាប់ចឹងដើម្បីកុំឲ្យក្មេងនឹងខ្ជិលគឺយើងត្រូវតែសម្លាប់ភាពខ្ជិលនឹងចោលដើម្បីសម្លាប់ភាពខ្ជិលនឹងចោលយើងត្រូវរកឲ្យឃើញនៅចំណងពិតប្រាកដរបស់ក្មេងហើយយើងយកចំណងនោះដាក់ធ្វើជានុយបន្តោងនៅខាងមុខឲ្យគាត់សវ៉ាសទិញដើម្បីទៅសម្រេចវាបើយើងថាយើងប្រើឲ្យកូនយើងដើរទៅផ្សារ5គីឡូដីកូនយើងប្រកាសជាខ្ជិលហើយវាអត់ចង់ទេប៉ុន្តែបើសិនជាយើងប្រើឲ្យទៅផ្សារ5គីឡូដីដូចគ្នាក៏ប៉ុន្តែបុប្ផាដែលគាត់ស្រឡាញ់នោះនៅទីនោះដែរគ្រាន់តែគាត់ដឹងថាម៉ែប្រើឲ្យទៅផ្សារហើយបុប្ផានៅផ្សារគាត់ប្រកាសជាមិនខ្ជិលទេមែនទេហេតុអីបានជាគាត់មិនខ្ជិលព្រោះចម្ងាយពីនឹងទៅផ្សារ5គីឡូដូចគ្នាគ្រាន់តែមួយមានបុប្ផាមួយអត់មានបុប្ផាដោយសារអីដោយសារតែចំណងរបស់គាត់គឺនៅជាមួយបុប្ផា
គាត់ចង់ជួបបុប្ផាអញ្ចឹងបុប្ផានោះគឺជាចំណងរបស់គាត់គឺជាអ្វីដែលគាត់ស្រឡាញ់ពេញចិត្តអញ្ចឹងយើងត្រូវរកឲ្យឃើញអ្វីដែលគាត់ស្រឡាញ់ពេញចិត្តពិតប្រាកដហើយយើងយកអានោះមកដាក់នៅខាងមុខដើម្បីរុញច្រានឲ្យគាត់ទៅសម្រេចនៅអ្វីដែលយើងចង់ឲ្យឥឡូវឧទាហរណ៍ថាគាត់ខ្ជិលរៀនសូត្របើគាត់ខ្ជិលរៀនសូត្រតែគាត់ចូលចិត្តអីអាចចូលចិត្តអីហ្នឹងយើងរកឲ្យឃើញនៅចំណងចំណុចចិត្តរបស់គាត់ហើយយើងត្រូវរៀបចំផែនការដើម្បីឲ្យគាត់ដកខ្លួនចេញពីអ្វីដែលគាត់ចូលចិត្តដែលមិនមែនជាប្រយោជន៍ហ្នឹងម្ដងបន្តិចហើយយើងសោកចូលនៅអ្វីដែលយើងចង់ឲ្យគាត់ខ្លាយទៅជាទម្លាប់ឧស្សាហ៍ហ្នឹងឯងឥឡូវឧទាហរណ៍ថាគាត់ខ្ជិលរៀនណាយើងដឹងថាគាត់ចូលចិត្តលេងហ្គេមកាលពីមុនគាត់ចូលចិត្តលេងហ្គេមមួយថ្ងៃចាយពេល3ទៅ5ម៉ោងក្នុងមួយថ្ងៃក្នុងការលេងហ្គេមឥឡូវនេះយើងត្រូវបញ្ជ្រាបឲ្យគាត់ចូលចិត្តមកការរៀនសូត្រដោយប្រាប់គាត់ថាឥឡូវនេះកូនអាចលេងហ្គេមដែរក៏ប៉ុន្តែត្រូវឆ្លៀតពេលចន្លោះពេលដែលសម្រាប់ពីការលេងហ្គេមចាប់ផ្ដើមរៀនសូត្របើសិនជាកូនរៀនសូត្រទទួលបានចំណាត់ថ្នាក់ល្អកូននឹងទទួលបានរង្វាន់ដោយរបស់អីដែលគាត់ចូលចិត្តអញ្ចឹងយើងត្រូវកំណត់ពេលវេលាមួយឲ្យគាត់លេងហ្គេមហើយយើងត្រូវឲ្យគាត់សោកចូលនៅអ្វីដែលយើងចង់ឲ្យគាត់ដោះហ្នឹងឲ្យខ្លាយទៅជាទម្លាប់ហ្នឹងអញ្ចឹងរៀបចំការពីឲ្យបានត្រឹមត្រូវឲ្យគាត់ធ្វើជាទម្លាប់ជាប្រចាំឲ្យខ្លាយទៅជាទម្លាប់តើបាទអញ្ចឹងឲ្យគាត់រៀនឲ្យគាត់លេងហ្គេម3ម៉ោងទៅបន្ទាប់ពីការលេងហ្គេមហើយគឺយើងសោកឲ្យគាត់ធ្វើកិច្ចការផ្ទះឬក៏កិច្ចការដែលគ្រូដាក់ឲ្យហ្នឹងឬក៏រៀនហ្នឹងឲ្យគាត់រៀនហើយឲ្យគាត់ចាំថានៅពេលដែលលទ្ធផលការសិក្សារបស់គាត់បានប្រសើរជាងមុនទោះជាប្រសើរកម្រិតណាក៏ដោយតិចតួចក៏ដោយក៏យើងត្រូវតែមានការលើកទឹកចិត្តកូនហើយអាចកាត់បន្ថយការលេងហ្គេមមកបន្តិចម្ដងហើយយើងសោកចូលការសិក្សារៀនសូត្របន្តិចម្ដងឲ្យក្មេងដោះនៅទម្លាប់អ្វីដែលយើងចង់ឲ្យគាត់ធ្វើនោះហើយយើងអាចផ្សារភ្ជាប់រវាងលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់គាត់តើណាយើងមិនមែនបដោតទៅលើតែលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់គាត់ទេមានអាណាព្យាបាលខ្លះឬក៏ពុកម្ដាយខ្លះគាត់បដោតសំខាន់ទៅលើតែលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់កូនឧទាហរណ៍ថាបើកូនខំប្រឹងរៀនទទួលបានចំណាត់ថ្នាក់ល្អលើកពីខែមុនគាត់ឲ្យរង្វាន់លើកទឹកចិត្តតែផ្ទុយទៅវិញបើសិនជាក្នុងករណីគាត់បានលទ្ធផលនៃការសិក្សាហ្នឹងមិនបានតាមការរំពឹងទុករបស់គាត់មិនបានផ្ដល់រង្វាន់លើកទឹកចិត្តដល់កូនទេឧទាហរណ៍កាលពីខែមុនកូនទទួលបានចំណាត់ថ្នាក់លេខ10ដល់ខែបន្ទាប់គាត់បានលេខ8ឬក៏លេខ7ហើយខ្លួនគាត់ចង់ឲ្យកូនទទួលបានលទ្ធផលចន្លោះពីលេខ5ដល់លេខ1ទើបបានឲ្យរង្វាន់នៅពេលដែលកូនគាត់មិនបានទៅតាមចំណាត់ថ្នាក់ដែលគាត់ចង់បានគាត់អត់បានលើកទឹកចិត្តដោយការផ្ដល់រង្វាន់នៅពេលដែលយើងផ្ដោតទៅលើតែលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់គាត់វាមិនមែនជារឿងល្អទេយើងត្រូវឲ្យតម្លៃទៅលើការខិតខំប្រឹងប្រែងរបស់គាត់ទោះជាលទ្ធផលមិនបានតាមការរំពឹងទុករបស់យើងក៏ដោយឧទាហរណ៍ថាលទ្ធផលរបស់គាត់កាលពីខែមុនបានចំណាត់ថ្នាក់លេខ10ឥឡូវគាត់បានលេខ9ក៏បញ្ជាក់ថាគាត់ប្រសើរជាងមុនយើងឲ្យតម្លៃទៅលើការខិតខំប្រឹងប្រែងរបស់កូនបើទោះជាលទ្ធផលមិនល្អតាមការរំពឹងទុកក៏ដោយឲ្យតែខិតខំប្រឹងប្រែងលើរឿងត្រឹមត្រូវតើណាអញ្ចឹងយើងត្រូវលើកទឹកចិត្តទៅលើការខិតខំប្រឹងប្រែងទោះជាលទ្ធផលយ៉ាងណាក៏ដោយឲ្យតែគាត់ងាកពីការលេងពីការញៀនលេងហ្គេមពីការធ្វើរឿងដែលអត់ប្រយោជន៍មកធ្វើរឿងដែលមានប្រយោជន៍ឲ្យតែខិតខំធ្វើរឿងដែលមានប្រយោជន៍ត្រូវលើកទឹកចិត្តទោះជាមិនបានលទ្ធផលតាមការរំពឹងទុកក៏ដោយតើបាទអញ្ចឹងទី1យើងត្រូវសម្លាប់ភាពខ្ជិលរបស់ក្មេងដោយស្វែងរកចំណង់ចំណូលចិត្តរបស់ក្មេងឲ្យឃើញខ្ញុំបញ្ជាក់ម្ដងទៀតនៅលើโลกនេះគ្មានអ្នកណាខ្ជិលទេមានតែអ្នកមិនចង់មែនទេបាទមានតែអ្នកមិនចង់ហើយមនុស្សគ្រប់គ្នាមិនមែនចង់គ្រប់តែរឿងទេមនុស្សគ្រប់គ្នាចង់នៅអ្វីដែលខ្លួនចង់នៅអ្វីដែលខ្លួនចង់បានចង់នៅអ្វីដែលខ្លួនមានបំណងប្រាថ្នាតែខ្លួនមិនចង់នៅអ្វីដែលខ្លួនអត់ចង់ទេបានន័យថាខ្លួនខ្ជិលនៅអ្វីដែលខ្លួនមិនចង់បានន័យថាខ្ជិលចឹងខ្ជិលទៅលើរឿងអ្វីដែលគេមិនចង់ដូច្នេះយើងត្រូវស្វែងរកឲ្យឃើញនៅចំណងពិតប្រាកដរបស់កូនយើងឲ្យឃើញហើយយើងបង្វែរនៅអ្វីដែលយើងចង់ខ្លួនឯងហ្នឹងឲ្យគាត់មកចង់ដូចយើងដែរតាមរយៈឲ្យឃើញនៅលទ្ធផលទី1ទី2យើងអាចបង្កើតទម្លាប់ល្អឲ្យគាត់បង្កើតទម្លាប់ល្អរៀនឲ្យគាត់ធ្វើកិច្ចការងារហ្នឹងដោយបោកបញ្ឆោតគាត់ឲ្យគាត់លេងដដែលក៏ប៉ុន្តែយើងសោកចូលហើយយើងបោកឲ្យគាត់ធ្វើម្ដងតិចរហូតដល់ខ្លាយទៅជាទម្លាប់អាចទម្លាប់ហ្នឹងហើយធ្វើឲ្យគាត់ឧស្សាហ៍ធ្វើឲ្យគាត់មានថាមពលក្នុងរាងកាយឲ្យខ្លាយទៅជាមនុស្សដែលមានសរសៃប្រឹងដែលឧស្សាហ៍
នៅពេលដែលឧស្សាហ៍អាចកម្ចាត់ភាពខ្ជិលច្រអូសបានហើយចឹងយើងត្រូវរៀបចំឲ្យគាត់ធ្វើសកម្មភាពជាប្រចាំឲ្យខ្លាយទៅជាទម្លាប់បាទខ្លាយទៅជាទម្លាប់បាទចឹងសំណួរនេះគឺខ្ញុំសូមឆ្លើយប៉ុណ្ណឹងដើម្បីកុំឲ្យវែងពេកបាទសូមអរគុណជួបគ្នាក្នុងវីដេអូក្រោយៗបាទ CMA Creating Great Minds